បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើការបង្កើតកម្មវិធីការកត់ថត Engine សបានអញ្ចឹងដំបូងបងប្អូនចូលមកកាន់កម្មវិធីការកត់ថតយើងមកបន្ទាប់មកបងប្អូនមើលមកខាងលើគេដែលគេដាក់ថា Wallet ជាភាសាអង់គ្លេសបងប្អូនធ្វើការចុចលើពាក្យហ្នឹងមកបាទបន្ទាប់មកទៀតបងប្អូនមើលមកក្រោមដែលគេដាក់ថា Engine ផលគឺបងប្អូនចុចលើពាក្យហ្នឹងមកបាទចូលមកដល់ចំណុចនេះបងប្អូនធ្វើការគ្រីសទាំងអស់មកបន្ទាប់មកខាងក្រោមគេដាក់ថា Continue បងប្អូនចុចពាក្យ Continue មកបាទចូលមកដល់ចំណុចនេះគឺយើងឃើញពាក្យថា Name អញ្ចឹងបងប្អូនបំពេញឈ្មោះរបស់បងប្អូនជាអក្សរឡាតាំងឲ្យដូចនឹង ID card របស់បងប្អូនមកអញ្ចឹងខ្ញុំធ្វើការបំពេញឈ្មោះរបស់ខ្ញុំបាទចូលមកដល់ចំណុចមួយទៀតគឺគេដាក់ថា ID number អញ្ចឹងកន្លែងចំណុចនេះយើងធ្វើការបំពេញលេខ ID card របស់យើងលេខ ID card 6ខ្ទង់អញ្ចឹងបងប្អូនធ្វើការបំពេញឲ្យដូចនឹង ID card របស់យើងមក6ខ្ទង់ហ្នឹងបាទចូលមកដល់ចំណុចដែលគេសល់ចន្លោះក្បាលដំបូងនេះឲ្យយើងគឺយើងបំពេញលេខក្បាលបន្ទាប់តែក្នុង ID card របស់យើងគឺមានសញ្ញាដកមួយហើយមានក្បាលលេខដំបូងគេមួយទៀតអញ្ចឹងយើងបំពេញឲ្យលេខហ្នឹងមកបាទចូលមកដល់កន្លែងចំណុចនេះគឺគេឲ្យយើងរើសប្រព័ន្ធលេខទូរស័ព្ទអញ្ចឹងប្រព័ន្ធលេខទូរស័ព្ទកន្លែងនេះភាគច្រើនបងប្អូនជាពលករបរទេសភាគច្រើនបងប្អូនប្រើប្រព័ន្ធខាងក្រោម3នេះ SKT MVNO ឬក៏ KT MVNO ឬក៏ LG U+ MVNO ភាគច្រើនគឺយើងជាពលករបរទេសគឺយើងប្រើប្រព័ន្ធហ្នឹងសម្រាប់បងប្អូនដាក់ភាសាកូរ៉េគឺវាដាក់ថា Altitude Phone អញ្ចឹងអ្នកដែលប្រើប្រព័ន្ធវាថាសន្សំសំចៃណាយើងសន្សំសំចៃយើងអត់សូវបានប្រើទូលំទូលាយយើងគ្រាន់តែប្រើសម្រាប់ជាប់ឡាញប្រើម្ដងម្កាលថ្ងៃសៅរ៍ថ្ងៃអាទិត្យពេលយើងទៅហ្នឹងគឺយើងប្រើប្រព័ន្ធទាំង3ហ្នឹងហើយអញ្ចឹងបងប្អូនភាគច្រើនដែលភ្ជាប់អត់បានគឺដោយសារចំណុចហ្នឹងបងប្អូនអត់ដឹងអញ្ចឹងបងប្អូនរើសឲ្យលើភាគច្រើនគឺយើងជាពលករបរទេសគឺចំណុចមានតែ3ទេខាងក្រោម3ហ្នឹងគឺបើយើងភ្ជាប់ទូទៅអញ្ចឹងណាបាទអញ្ចឹងខ្ញុំប្រើប្រព័ន្ធ LG U+ MVNO នេះអញ្ចឹងខ្ញុំយកអាហ្នឹងមកបាទចូលមកដល់ចំណុចខាងក្រោម Mobile Phone Number នេះគឺយើងបំពេញលេខទូរស័ព្ទរបស់យើងបងប្អូនដាក់លេខទូរស័ព្ទរបស់បងប្អូនមកបងប្អូនចុចថា Verify បន្ទាប់មកបងប្អូនចុចពាក្យថា Agree and Continue មកហើយចុចពាក្យថា Confirm អញ្ចឹងគេនឹងធ្វើការផ្ញើលេខកូដមកកាន់ទូរស័ព្ទរបស់យើងអញ្ចឹងយើងត្រូវរងចាំបន្តិចសិនបាទអញ្ចឹងគេផ្ញើមកឲ្យខ្ញុំហើយលេខកូដរបស់ខ្ញុំនេះបន្ទាប់ពីគេផ្ញើមកហើយយើង copy ផាសចូលក្នុងនឹងមកបន្ទាប់មកបងប្អូនធ្វើការចុចពាក្យថា Next បាទចុចពាក្យថា Next ហើយចូលមកដល់កន្លែងនេះគឺគេឲ្យយើងធ្វើការរើសកុងធនាគាររបស់យើងបងប្អូនប្រភេទកុងធនាគារមួយណាបងប្អូនរើសមួយហ្នឹងមកខ្ញុំ IBK Kiosk ខ្ញុំយក IBK Kiosk បាទអញ្ចឹងយើងចូលមកដល់កន្លែងនេះគឺយើងបំពេញលេខកុងធនាគាររបស់យើងបាទបន្ទាប់ពីយើងបំពេញលេខកុងធនាគារយើងរួចគឺយើងចុចកន្លែងគេដាក់ថា Send Il Won ហ្នឹងគឺបានន័យថាគេនឹងផ្ញើលុយចំនួន1 Won ទៅយើងនៅក្នុងកុងធនាគាររបស់យើងណាអញ្ចឹងយើងចុចពាក្យ Send ហ្នឹងមកបាទចូលមកដល់ចំណុចនេះគេនឹងធ្វើការផ្ញើលេខកូដចំនួន3ខ្ទង់ឲ្យយើងគឺ3ខ្ទង់ហ្នឹងគេនឹងផ្ញើទៅកាន់ message ទូរស័ព្ទ banking របស់យើងណាអញ្ចឹងយើងចូលទៅឆែកកន្លែង message មកយើងនឹងឃើញហើយអញ្ចឹងខ្ញុំចូលទៅឆែកមើលបាទចំណុចនេះឃើញគេផ្ញើមកហើយនៅក្នុងទូរស័ព្ទ message របស់ខ្ញុំអញ្ចឹងចំណុចនេះយើងមើលកន្លែងពាក្យថា Kakao 5-10 គុតអាហ្នឹងជាលេខដែលគេផ្ញើខ្ញុំលេខ3ខ្ទង់អញ្ចឹងយើងយកតែលេខ5-10 គុតនឹងយកទៅបំពេញទៅហើយសូមបញ្ជាក់ផងដែរថា message នេះគឺគេភ្ជាប់ជាមួយនឹងធនាគាររបស់យើងណា
អញ្ចឹងហើយពេលដែលគេផ្ញើសារចូលមកកាន់កុងធនាគាររបស់យើងវានឹងផ្ញើមកក្នុងនេះដូចគ្នាអញ្ចឹងខ្ញុំយកលេខ3ខ្ទង់នឹងទៅបំពេញតាមអរគុណបាទពេលដែលយើងធ្វើការបំពេញរួចរាល់អស់បងប្អូនមើលកន្លែងពាក្យថាអូខេចុចអូខេមកចូលមកដល់កន្លែងនេះគឺគេតម្រូវឲ្យយើងធ្វើការបំពេញលេខកូដ6ខ្ទង់បើសិនបើបងប្អូនចង់បំពេញបងប្អូនវាយលេខកូដចូលមកតែបើបងប្អូនអត់ចង់បំពេញទេបងប្អូនមើលកន្លែង use your នេះមកបងប្អូនដកគ្រីសចេញមកញ៉ាំសូវជាអង់គ្លេសទេអញ្ចឹងបើបងប្អូនអត់ចង់បំពេញលេខ6ខ្ទង់នោះទេដកគ្រីសចេញតែបើបងប្អូនចង់បំពេញលេខ6ខ្ទង់ដើម្បីការពារបងប្អូនបាច់ដកគ្រីសទេវាយលេខកូដ6ខ្ទង់ចូលមកលេខអីក៏បានដែរឲ្យតែបងប្អូនចង់ដាក់ឲ្យស្រួលចាំខ្លួនឯងបាទអញ្ចឹងការបំពេញរបស់ខ្ញុំគឺបានជោគជ័យហើយយើងចុចកន្លែងនេះចុចថាអូខេមកអញ្ចឹងបងប្អូនមើលមកលើដែលគេដាក់ថា certificate ហ្នឹងបានន័យថាយើងបានភ្ជាប់រួចរាល់ហើយអស់ហើយអញ្ចឹងអរគុណវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនបើបងប្អូនមានចម្ងល់អីបងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំបានឬក៏បងប្អូនបង្កើតអត់បានអីបងប្អូនអាចតាក់ទងមកខាងខ្ញុំបាននៅក្នុង description ខ្ញុំនឹងមានដាក់ link ការកត់ថប់របស់ខ្ញុំនិង link Telegram របស់ខ្ញុំអរគុណបាយបាយជួបគ្នាវីដេអូថ្មីបន្តទៀតអរគុណកុំភ្លេច subscribe ម្នាក់មួយផងបាយបាយ